បានមានលោកអាចារ្យសេងខៀងហ្នឹងសេងខៀងហ្នឹងមានប្រកាសណាអណាស្គាល់អាចារ្យសេងខៀងតាមខ្ញុំណាស់ដឹងថាដូចជាមន្ត្រីក្នុងក្រសួងការងារផងហើយគេធ្វើអាចារ្យក្នុងបរមរាជវាំងវាយប្រហារខ្ញុំណាអូមើលងាយវិខ្ញុំកណានេះមនុស្សចាស់អាយុជាង80ទៅហើយឆ្លងកាត់5សង្គមហើយរាជានិយមសាធារណរដ្ឋកម្ពុជាប្រជាធិបតេយ្យរដ្ឋកម្ពុជាឆ្វែលដល់មករាជានិយមពេញបានតែមនុស្សចាស់នេះមិនមែនចាស់កំរិលចាស់កំរក់ទេមិនចាស់ក្នុងទីមស្រាទេមិនចាស់ក្នុងល្បែងការ៉ាអូខេទេចាស់នេះសំវិជ្ជា5ចាស់ចាស់នេះគឺចាស់ប្រធាចាបើពលខ្លះដូចជាមនុស្សបាតសង្គមហើយពួកខ្ញុំកណាបួសតាំងពីឆ្នាំ1962ប៉ុន្តែសុំហាមអីហើយនិយាយទៅលើសលោះអីក៏មកខាត់អត់ឈប់ទេទូលព្រះបង្គំខ្ញុំបករណាសូមក្រាបថ្វាយបង្គំសម្ដេចជាអម្ចាស់សម្ដេចព្រះមហាសមេធាធិបតីកតេបឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកនៃប្រជាណាចក្រកម្ពុជាជាទីសក្ការៈសូមគោរពអង្គសន្និបាតដោយសរុបសេចក្តីឲ្យខ្លីក៏ឲ្យវែងពេករវល់គោរពអស់4-20នាទីយកប្រពសេចក្តីថាសូមគោរពអង្គអនុសង្ឃវចរៈមហាសន្និបាតនេះមន្ត្រីសង្ឃប៉ុន្តែសូមហាមអីហើយនិយាយទៅលើសលោះអីក៏មកខាត់អត់ឈប់ទេជាបឋមនឹងខ្ញុំករណាអាត្មាភាពសូមលើកអំពីគោលដែលត្រូវបរិយាយអធិប្បាយគោលនឹងគឺវប្បធម៌ពុទ្ធសាសនាថេរវាទនៅកម្ពុជាខ្មែរយើងអត់យល់សំបីតពាក្យថាវប្បធម៌ក៏អត់យល់ដែរយល់សម្រាប់តែបានព្រះសង្ឃអ្នកបួសខ្លះក៏យល់ខ្លះក៏នៅតែមិនយល់ទៀតបើផ្នែកក្រហមក៏អត់យល់ដែរពាក្យថាវប្បធម៌នេះប្រែជាខ្មែរថាវប្បៈប្រែថាការបណ្ដោះការព្រោះការសាមបណ្ដោះពូជវប្បៈណានេះព្រះពុទ្ធសាសនាទៀតក៏មិនយល់ភាសាបាលីសួរញោមញាតិពុទ្ធបរិស័ទថាពុទ្ធសាសនាសួរថាពុទ្ធសាសនាជាអ្វីអត់ដឹងយ៉ាងសួរថាកំហុសអានេះមកពីណាថាមកពីយើងលោកសង្ឃណៃអត់ដែលបានពយល់បរិស័ទនិយាយអាងតែខ្លួនឯងយល់ចាតែនិយាយទៅអត់ដឹងថាបរិស័ទអត់យល់ដូចពាក្យថាពុទ្ធសាសនាពុទ្ធសាសនានឹងប្រែទៅថាជាពាក្យទូលមានព្រានប្រដៅរបស់លោកអ្នកត្រាស់ដឹងយ៉ាងខ្មែរណាដែលដឹងថាពាក្យទូលមានព្រានប្រដៅរបស់ពុទ្ធបើនិយាយថាពុទ្ធសាសនានិយាយគ្រប់តែគ្នាបើអត់យល់អាស្រ័យនេះបានបច្ចុប្បន្ននេះខ្ញុំកណាអាត្មាភាពមុននឹងជូនសេលប្រទានសេលដល់ញោមញាតិពុទ្ធបរិស័ទតែងតែអធិប្បាយខាងដើមថាសេលនឹងជាទីពឹងខាងដើមរបស់មនុស្ស
ជាគ្រឿងលម្អទី1របស់ពុទ្ធសាសនាជាមេត្តារបស់កល្យាណធម៌ទាំងឡាយជាប្រមុខរបស់ធម៌ទាំងពួងព្រោះហេតុនោះបុគ្គលក៏បីជំរះសិលឲ្យបរិសុទ្ធប្រកាស5អញ្ចឹងខាងដើមបានឲ្យទៅឲ្យសិលទៅបញ្យល់យកខុសគេតែម្នាក់ឯងដែលយល់ថាបរិស័ទអត់យល់ថាសិលនឹងទៅធ្វើឲ្យមានន័យអត្ថប្រយោជន៍យ៉ាងម៉េចអត់ដឹងទេវាខ្មែរយើងប្រើ3ភាសាเขาត្រៃភាសាសំស្ក្រឹតផងបាលីផងខេមរៈភាសានេះបូកទៅឡើង3ភាសាវិភាសាសំស្ក្រឹតនិងបាលីនៅក្នុងភាសាខ្មែរនោះប្រហែល30-40-50%យកមកអានជាខ្មែរទាំងអស់ម្ល៉េះហើយខ្មែរយើងអត់យល់បានចំកណាធម៌ពាក្យកណាទេសនាប៉ះលើពាក្យបាលីណាមួយតែងតែបញ្យល់ពាក្យបាលីនោះឲ្យបរិស័ទអ្នកស្ដាប់នឹងយល់សិនបានសំដែងបញ្ជាក់ទៅទៀតដូចជាពុទ្ធសាសនានេះប្រែតាមអត្ថន័យតែពាក្យទូលមានព្រានបដៅរបស់លោកអ្នកត្រាស់ដឹងគឺពពុទ្ធលោកទូលមានព្រានបដៅយ៉ាងហើយជាសាសនាថេរវាទនៅកម្ពុជាថេរវាទនេះគឺយើងនោះគោរពទៅតាមដីការបស់ព្រះថេរៈកាលដែលលោកធ្វើសង្កេយនាគ្រាទី1មានព្រះមហាកាសបប្រទេសជាប្រធានពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធសម្ដែងយ៉ាងណាព្រះអរហន្តលោកយកមកសូត្រធៀបគ្នាតន្រឹមគ្នាទៅត្រូវគ្នាអស់ហើយសង្កីទេគឺផ្ទៀងធ្វើផ្ទៀងវិន័យពូលកាត់ឲ្យខ្លីៗយ៉ាដើម្បីកុំឲ្យស៊ីពេលយូរខ្លាចគេមកខាត់ចារៈទៅគេហៅថាថេរវាទវិញនៃកាយដែលគូនឹងថេរវាទគឺអាចារ្យវាទមហាយានពួកនឹងគឺបែកចេញពីក្រោយដែលពុទ្ធបរិនិព្វានទៅគេយល់ថាពុទ្ធដីការបស់ពុទ្ធនេះតាំងតែងណាមកមនុស្សអ្នកបដិបត្តិនោះមិនសូវបដិបត្តិបានទេគេកែគេសរសេរបន្ថយទៅដូចជាអាហារមួយថ្ងៃ3ពេលណាគេអាចធ្វើចំនួនជួញប្រែអីបានបើកហាងធ្វើរោងចក្រអីលក់ដូរបាននឹងពួកអាចារ្យវិហារបែកចេញពីក្រោយពុទ្ធបរិនិព្វានមកដល់យូរទៅคลายទៅលោកសង្ឃខ្លះមានប្រព័ន្ធក៏បានជាធូរទៅទៀតព្រះអាចារ្យវិហារនេះមានឈ្មោះ3អាចារ្យវិហារ1មហាយាន1ឧត្តរនិកាយ1ឧត្តរនិកាយគឺតាំងនៅភាគខាងជើងនៃប្រទេសឥណ្ឌាមហាយាននោះគឺគេកែធ្វើវិន័យទៅឲ្យធូរប្រជាបរតនោះស្ដាប់បានចូលចិត្តច្រើនដោយបរិភោគអាហារមួយថ្ងៃ3ពេលដូចជាដើមនោះពួកយើងគេថាហេនយានយើងមិនបានតាំងឈ្មោះខ្លួនយើងទេគឺពួកមហាយានគេឲ្យឈ្មោះយើងគេថាយើងនៅតាំងតែនេះឈ្មោះ3ម្នាក់ឈ្មោះអាចារ្យវិហារមហាយាននិងឧត្តរនិកាយសម្រាប់យើងនេះគេហៅថេរវាទគឺយើងគោរពបដិបត្តិទៅតាមព្រះថេរៈដែលសង្កេយនាហ្នឹងគឺលោកកត់ត្រាពុទ្ធដីកាមិនអោយលឹះមិនអោយខ្វះទេពុទ្ធសម្ដែងតែណាគឺប៉ុណ្ណារួចនឹងហេនយានឈ្មោះទី2ហើយ3តិខណនិកាយព្រោះនិកាយតាំងនៅភាគត្បូងប្រទេសឥណ្ឌាហ្នឹងអានឹងឈ្មោះមាន3ចឹងពួកយើងក៏រំទៅតាមពុទ្ធដីកាព្រះថេរៈដែលបានសង្កេយនា
ប៉ុន្តែមានអីភគវន្តសក្ខីភគវន្តមនីប្រហែលជាពុទ្ធត្រាស់ក្រោយទៀតគឺថាព្រះសង្ឃយើងនេះទំងន់ប្រជាបរិបទបរិស័ទគេទេគេនិយាយថាចឹងវិបត្រៃបិដកគឺបត្រៃបិដកមិនគ្រប់ទឹកវាយប្រហារដល់ពុទ្ធហ្មងដូចមានអ្នកដែលមិនយល់មិនស្គាល់ពុទ្ធសាសនាខ្លះក៏យល់ស្ដាប់បានអូជឿព្រះសង្ឃយើងអ្នកបួសហ្នឹងក៏មានទៅជឿពួកហ្នឹងដែរវាពិបាកចឹងនេះជាអ្នកជ្រៀតជ្រែកបំបែកពុទ្ធសាសនាធ្ងន់ណាស់ថាព្រះសង្ឃនាំឲ្យទម្ងន់ដល់ប្រជាពលរដ្ឋវិបត្តិបិដកមិនគ្រប់ទឹកvìក្នុងពុទ្ធសាសនារតនត្រ័យ3គឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃគេវាយបហាព្រះសង្ឃទៅហើយតែយើងបានអីជារតនៈណាវាយបហាធម៌ព្រះពុទ្ធថាមិនគ្រប់ទឹកទៅហើយតែបាននៅរតនៈអត់បាននេះគេនឹងរំលាយទាំងអស់តទៅមកនេះខ្ញុំណាសំទូលយ៉ាងខ្ញុំណាមានទេសនាឆ្លើយតបទៅខ្លះនឹងសក្ខីភគវន្តណារួយវប្បធម៌របស់ពុទ្ធសាសនានេះគឺព្រះអង្គសាប្រោះពីសិលសមាធិបញ្ញាណានេះគឺវប្បធម៌របស់ពុទ្ធសាសនាសិលសមាធិបញ្ញានេះជាធម៌ដែលយើងត្រូវប្រព្រឹត្តត្រូវបដិបត្តិធ្វើទាំងអស់ខុសពីខ្លួនយើងអត់មាននៃពាក្យទូលមានព្រះបដៅគឺជាប់ទាក់ទងតែនឹងកាយវាចាចិត្តរបស់មនុស្សគ្រប់គ្នាទាំងអស់យើងពោលថាសិលសមាធិបញ្ញាប៉ុន្តែនៅក្នុងធម្មចក្រកបវត្តនសូត្រលោកសំដែងពីអថង្គិកមៈទាំង8នោះលោកយកបញ្ញាមកដាក់មុនបានសិលបន្ទាប់មកបានសមាធិក្រោយវាផ្ទុយយ៉ាងសួរថាម៉េចបានព្រះអង្គលោកសំដែងថាអញ្ចឹងព្រោះព្រះអង្គយល់ថាមនុស្សត្រូវតែមានបញ្ញាសិនបានយល់ដឹងកិច្ចការអីទាំងអស់មកខាងក្រោយទៀតដូចជាអ្នកប្រាជ្ញលោកពោលថាប្រាជ្ញានឹងប្រសើរដូចជាព្រះច័ន្ទដែលប្រសើរជាងផ្កាយទាំងឡាយសំបីសិលក្តីសិរីក្តីធម៌របស់សប្បុរសក្តីក៏រមែងទៅតាមបុគ្គលដែលមានបញ្ញាលោកសរសើរបញ្ញានោះបើមិនមានបញ្ញាมันអាចរក្សាសិលបានមិនជ្រះថ្លាទេហើយធ្វើជីវិតរបស់យើងមិនឲ្យមានសេរីបានទេជីវិតមនុស្សយើងដែលមានសេរីសុខស្តីដោយសារយើងមានទ្រព្យធនទ្រព្យសម្បត្តិប្រើគ្រប់គ្រាន់ទាំងអស់ទើបជីវិតនឹងមានសុភមង្គលសេរីសុខស្តីនេះប្រយោជន៍បច្ចុប្បន្នណាហើយនឹងធម៌របស់សប្បុរសគឺពុទ្ធសាសនាដែលយើងអាចទទួលយកបានព្រោះបញ្ញាណាបានជាលោកសំដែងបញ្ញាហ្នឹងខាងដើមដូចជាសមាធិថាប្រាជ្ញាយល់ឃើញត្រូវសមាសង្កបៈសេចក្តីត្រេះរិះត្រូវនេះតួបញ្ញាវិបានសមាសង្កបៈសមាវិជ្ជាសមាកមន្តៈនេះជាតួសិលសមាវិជ្ជាមៈសមាសមាធិសមាសតិនឹងជាតួសមាធិសេចក្តីព្យាយាមត្រូវធ្វើចិត្តរបស់ខ្លួនឲ្យស្អាតហើយនឹងដោយសារមានបញ្ញាហ្នឹងខាងដើមណាបានជាលោកសំដែងបញ្ញាមុនសម្រាប់ក្នុងបត្រៃបិដកលោកសំដែងថាសិលសមាធិបញ្ញាបើដល់លោកសំដែងក្នុងបឋមទេសនាលោកដាក់ថាសមាធិសមាសង្កបៈបញ្ញានឹងមុនយ៉ាងព្រោះជាប្រភពជាពលឺដើម្បីឆ្លោះមើលអីទាំងអស់ព្រះពុទ្ធសាសនានឹងជាសាសនាបញ្ញាធ
ធ្វើមនុស្សឲ្យបាត់សេចក្តីល្ងងឲ្យមានបញ្ញាយល់ដឹងអ្វីទាំងអស់នេះជាវប្បធម៌របស់ព្រះពុទ្ធព្រោះក្នុងសិលសមាធិបញ្ញាយើងពិនិត្យមើលទៅឃើញតែសត្វតែធ្វើការទាំងអស់អត់មានបន់ស្រន់អត់មានបួងសួងទេពេលមួយនោះព្រះអង្គទ្រង់សម្ដែងប្រោសអនាថបិណ្ឌិកសេដ្ឋីអនាថបិណ្ឌិកសេដ្ឋីធ្វើដំណើរចូលទៅកាន់វត្តជេតុពន្ធទៅជួបនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងធម៌ប្រាប់ធម្មនាលកហបតីអនាថបិណ្ឌិកសេដ្ឋីធ្វើ5យ៉ាងជាទីប្រាថ្នាជាទីត្រេកអរជាទីគប់ចិត្តរកបានដោយក្រក្នុងលោកធ្វើ5យ៉ាងនោះដូចម្ដេចខ្លះមនាលកហបតីអាយុ1ពើសម្បល់1សុខ1យស័ក1ឋានសួគ៌1ជាទីប្រាថ្នាជាទីត្រេកអរជាទីគប់ចិត្តរកបានដោយក្រនៅក្នុងលោកនេះមនាលកហបតីដល់ថាគាត់មិនពោលនៅការបានចំពោះធ្វើជាទីប្រាថ្នាជាទីត្រេកអរជាទីគប់ចិត្តរកបានដោយក្រក្នុងលោកទាំង5ព្រោះការបន់ស្រន់ឬព្រោះការប្រាថ្នាទេមនាលកហបតីបើការបានចំពោះនៅធ្វើជាទីប្រាថ្នាជាទីត្រេកអរជាទីគប់ចិត្តរកបានដោយក្រក្នុងលោកទាំង5នេះនឹងមានហើយព្រោះការបន់ស្រន់ឬព្រោះការប្រាថ្នានរណាមួយក្នុងលោកនេះអាចញ៉ាំងនរណាឲ្យសាបសូន្យបានទៅមនាលកហបតីអរិយសាវកអ្នកប្រាថ្នានៅអាយុអ្នកប្រាថ្នានៅសម្បល់អ្នកប្រាថ្នានៅសុខអ្នកប្រាថ្នានៅយសអ្នកប្រាថ្នានៅឋានសួគ៌មិនគួរបន់ស្រន់ឬមិនគួរត្រេកអរនឹងអាយុនឹងសម្បល់នឹងសុខនឹងយសនឹងឋានសួគ៌ឬក៏ហេតុតែអាយុហេតុតែសម្បល់ហេតុតែសេចក្តីសុខហេតុតែយស័កឬក៏ហេតុតែឋានសួគ៌ប្រការបន់ស្រន់ទេបងសម្ដែង5ចឹងអ្វីទាំងអស់ទាំង5យ៉ាងនេះបានពីការយើងធ្វើគ្រប់គ្នាអស់បានន័យថាពុទ្ធសាសនាជាសាសនាដែលបង្រៀនឲ្យមនុស្សធ្វើការក៏ប៉ុន្តែអ្នកកាន់សាសនាមិនយល់ព្រោះនៅតែបន់ស្រន់ណាមិនឈប់អត់ឈប់នេះពុទ្ធិកាប្រោសអនាថបិណ្ឌិកសេដ្ឋីថាមិនបានសកាបន់ស្រន់ទេបានឯការធ្វើអ្នកណាអ្នកធ្វើតែមនុស្សព្រោះព្រះអង្គទូលមានព្រាហ្មណ៍ដៅប្រុសមនុស្សណែនាំមនុស្សតាអានេះវប្បធម៌របស់ពុទ្ធសាសនារួចពាក្យថាវប្បធម៌នេះមានវប្បធម៌របស់ពុទ្ធសាសនានិងវប្បធម៌របស់ជាតិកុំឲ្យច្រឡំគ្នាមួយវប្បធម៌របស់ពុទ្ធសាសនាគឺព្រះធម៌ព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងទុកឲ្យយើងបដិបត្តិជាមេគាហើយវប្បធម៌របស់ជាតិយើងអានោះវាផ្សេងថាប្រពៃណីវប្បធម៌ដូចជាប្រពៃណីរបស់ជាតិរបស់យើងមានពាក្យថាពុទ្ធសាសនានិងខ្មែរពាក្យថាពុទ្ធសាសនាគឺមានបត្រៃបិដកជាគោលនិងខ្មែរគឺបុព្វការីបុព្វបុរសអ្នកប្រាជ្ញយើងលោករៀបចំតុបតែងឡើងឧទាហរណ៍សម័យព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅអត់មានសមាទានសិលអត់មាននមស្ការសមាទានសិលអត់មានយកបាតទៅដាក់លើតុហើយយើងដើមគ្នាដាក់បាតដាក់បាយហ្នឹងពេលប្រសងសូត្រអភិធម្មអត់មានទេគ្មានទេមានប្រសងបែកបាតទៅកាន់ភូមិដើម្បីនឹងសុំអាហារគេ
អានឹងអាចជាវប្បធម៌របស់ជាតិដែលដូនតាយើងបង្កើតសួរថាយើងគួររក្សាគួរកាន់ទេថាយើងគួរអានឹងប្រុសត្រឹមត្រូវដូនតាលោករៀបចំឲ្យសមរម្យស្អាតល្អពីសម័យពុទ្ធអត់ទេណាអត់មាននមស្ការសមសិលទេអ្នកដែលជ្រះថ្លានឹងពុទ្ធនិមន្តពុទ្ធទៅទទួលផាត់អ្នកម្ចាស់ទាននឹងគេប្រគេនខ្លួនគេអត់មាននមស្ការសមសិលទេខ្លីយ៉ាងទេបានថានៅពិធីស្មាទាននមស្ការស្មាទានសមសិលរាប់បាតប្រសងយើងសូត្រអភិធម្មដាក់បាតនឹងឧទាហរណ៍ដូចជាមានសាកសពអនិច្ចកម្មទៅមាននិមន្តប្រសងទៅអភិធម្មមេតិកាឲ្យក្នុងបៃតងអត់មានទេនឹងបបការីទេយើងរៀបចំតែគេហៅថាខ្មែរនឹងអានឹងប្រពៃណីសួរតាយើងគួរលុបចោលយ៉ាងម៉េចទេអានឹងត្រូវតែរក្សានេះសូមឲ្យអង្គសន្និបាតយល់អំពីពុទ្ធសាសនានិងខ្មែរក៏បបរោរៀបចំដល់ទីច្រើនណាស់លើតែប៉ុណ្ណឹងមកជាឧទាហរណ៍ទូលជ្រាបចឹងអាស្រ័យហេតុនេះពុទ្ធសាសនាជាសាសនាបង្រៀនឲ្យយើងធ្វើការតែសមឲ្យយល់ចឹងកុំឲ្យទៅអាងឲ្យដទៃទៀតពេលបច្ចុប្បន្ននេះញោមញាតបរិស័ទយើងជ្រែងគ្នាកាន់ពុទ្ធសាសនាផងមានលទ្ធិដទៃនឹងចូលមកផងជាគិតវាទៅជាបទាញគ្នាពុទ្ធសាសនាលោកបណ្ឌិតឲ្យធ្វើការលទ្ធិដទៃឲ្យបួងសួងបន់ស្រន់ដែលប្រពន្ធលោកហាមថាអត់មានប្រយោជន៍ជឿទៅធ្វើអានឹងឯងប៉ុន្តែខ្ញុំកណាអពលយ៉ាងនេះនិយាយយ៉ាងនេះប្រកាសជាមានគេជេរទៀតហើយព្រោះអានេះដែលគេចូលចិត្តហ្នឹងគេជេរចូលចិត្តបន់ស្រន់គេជេរបើអ្នកដែលយល់ហេតុផលទៅតាមពុទ្ធសាសនាគេមិនជេរទេបើនឹងដឹងធ្វើម៉េចទៅជៀសវាងវាមិនរួចប៉ុន្តែខ្ញុំណាមិនខ្លាចទេណាជេរក៏ដោយឲ្យទៅបាននាំយកពុទ្ធវាទមកសំដែងប្រាប់ញោមញាតបរិស័ទឲ្យយល់ពីពុទ្ធសាសនាថាជាសាសនាដែលបង្រៀនឲ្យមនុស្សធ្វើការទេហើយញោមញាតពុទ្ធបរិស័ទគ្រប់រូបអខ្ញុំណានិយាយទៅតែទេសនាថាពុទ្ធលោកមិនបានឲ្យតម្លៃទេវតាទេខ្ញុំណានិយាយថាអញ្ចឹងព្រោះទេវតាជាផលមនុស្សជាហេតុដែលលោកកែហេតុបើមានមនុស្សធ្វើស្ទៀនធ្វើសិលរសាសិលតែទេវតាក៏អត់មានខ្ញុំណាបញ្យល់អញ្ចឹងថាលោកបានគិតទៅពីផលគិតពីហេតុកែមនុស្សហ្នឹងប្រពាក្យថាប្រពុតគឺលោកអ្នកទូលមានព្រានបដៅមនុស្សឲ្យប្រព្រឹត្តល្អដោយកាយវាចាចិត្តលោកទូលមានជាឲ្យជីវអំពើអកុសលបាបពួកហ្នឹងឯងដែលអស់ជីវិតទៅកើតក្នុងឋានទេវតានោះព្រះអង្គយល់ទេឋានមនុស្សគេហៅឋានកណ្ដាលគេភាសាខ្មែរតែមានកណ្ដាលគឺមានលើមានក្រោមហើយលើយើងគឺឋានសួគ៌ទេវតាប្អិនបព្រំមិនទាំងអស់ក្រោមយើងគឺអបាយភូមិបានន័យថាឋានមនុស្សនេះឯងពោលជាកន្លែងដែលត្រូវកសាងធ្វើឋានសួគ៌ជាផលនៃការបដិបត្តិនរកក៏ជាអំពើទុច្ចរិតដែលមនុស្សធ្វើគឺមនុស្សអាចទៅឋានសួគ៌ក៏បានទៅអបាយភូមិក៏បាននេះព្រះសម្មាសម្ពុទ្ធលោកសម្ដែង5ជាទៅជាអ្វីដែលមិនទៅពីមនុស្សព្រះអង្គមើលឥឡូវទេវតាហៅកម្មៈឆោកម្មៈវិចរសួរ5ជាទៅពីមនុស្សយើងនេះពោលដែលជាកម្មវិចរចិនហ្នឹងមនុស្សយើងប្រកបដោយកម្មគុណ5រូបសម្លេងក្លិនរសសម្ពើអីគេថាកម្មវិចរ
ដល់អស់ជីវិតទៅកើតជាទេវតាក្នុងឋានសួគ៌ថាឆោកាមាវិចរសួគ៌អានោះមនុស្សហើយបងពេលបន្ទាប់ទៅទៀតព្រហ្មគឺមនុស្សដែលចម្រើនសមាធិអប់រំចិត្តរបស់ខ្លួនឲ្យប្រព្រឹត្តទៅក្នុងរូបឈានឈានទី1ទី2ទី3ទី4ទី5អស់ជីវិតទៅកើតក្នុងឋានព្រហ្មមានរូប6ដណ្ដប់ជាន់ចិត្តទី3អរូបាវិចរចិត្តឬអរូបាវិចរកសលអាឈានលោកអ្នកចម្រើនសមាធិលោកមិនយករូបមកជាទីសម្គាល់ទេយកអរូបយកអាកាសទៅទេរហូតមកបរិកម្មដល់សម្រាប់ឈានទៅថារូបឈានពួកនឹងដល់អស់ជីវិតទៅកើតក្នុងឋានព្រហ្មអត់រូប4ជាន់ព្រហ្មមានរូបអត់រូបគឺបូកព្រហ្មមានរូប16ជាន់អត់រូប4ជាន់បូកទៅ20ជាន់មកអង្គិតមើលមកទៅពីមនុស្សទាំងអស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូគឺជាមនុស្សគេលោកកតរៈចិត្តព្រះអង្គអប់រំចិត្តឲ្យអស់កិលេសស្អាតបរិសុទ្ធពុទ្ធលោកមានគុណ3យ៉ាងមួយហៅវិសុទ្ធិគុណនៃសេចក្តីបរិសុទ្ធលោកជំរះកិលេសអស់ដោយសិលសមាធិបញ្ញាទី2ករណាគុណនៃសេចក្តីអាណិតអាសូរដល់សត្វលោកស្មើគ្នាទាំងអស់អត់មានទាបខ្ពស់ទេអ្នកមានអ្នកក្រសេដ្ឋីកបដីអីមានករណាធ្វើស្មើគ្នាទី3បញ្ញាគុណគឺព្រះអង្គមានបញ្ញាដ៏ក្រៃលែងជាងមនុស្សនិងទេវតានៅលើលោកឥតមានបុគ្គលណាមួយមានបញ្ញាស្មើនឹងពុទ្ធទេនេះសូមជ្រាបគុណណាស់ព្រះអង្គគិតមើលមានណាទៅខុសពីមនុស្សទេវតាក៏ទៅពីមនុស្សព្រះព្រហ្មមានរូបក៏មនុស្សពុំអត់រូបក៏មនុស្សព្រះសម្មាសម្ពុទ្ធគឺជាមនុស្សទាំងអស់បាទព្រះអង្គសម្ដែងថានៅលើដីក្រោមមេឃអត់មានណាប្រកែកជាងមនុស្សទេមានតែមនុស្សនឹងឯងដែលប្រកែកជាងគេព្រះអង្គឲ្យតម្លៃមនុស្សតើពេលដល់មិនដូច្នោះយើងមិនបានដឹងច្បាស់លាស់ទៅឲ្យតម្លៃតែពួកទេវតាក្នុងពុទ្ធសាសនាមានតែមនុស្សទេដែលធ្វើបុណ្យរួចហើយឧទ្ទិសផ្សព្វផ្សាយឲ្យទៅទេវតាលោកអនុមោទនាទទួលយកផងអញ្ចឹងលោកសម្ដែងអញ្ចឹងប៉ុន្តែយើងអ្វីដែលពុទ្ធលោកសម្ដែងយើងអត់យល់ទេទៅយល់តែទ្រឹស្ដីក្នុងលទ្ធិសាសនាព្រាហ្មណ៍ពីមុនមកហ្នឹងពួកខ្មែរយើងប្រែប្រួលសាសនាច្រើនណាស់ត្រឡប់ទៅលេងយូរទៅវាច្បោកច្បល់វិលវល់អស់ក្នុងរជ្ជកាលខ្លះព្រះមហាក្សត្រលោកកាន់សាសនាព្រាហ្មណ៍ប្រជាបរិត្តមន្ត្រីកាន់សាសនាពុទ្ធក្នុងរជ្ជកាលខ្លះព្រះមហាក្សត្រកាន់ពុទ្ធសាសនាប្រជាបរិត្តមន្ត្រីកាន់សាសនាព្រាហ្មណ៍វាបដូរបដិញចោលឡើងទៅវិលវល់អស់មិនដឹងឯណាក្បាលឯណាក៏ទុយទេកណានេះសូមអង្គសន្និបាតជ្រាបវាវិលវល់ចឹងវាមិនច្បាស់លាស់រួចស្មានតែខ្មែរយើងសប្តាហ៍នេះកាន់ពុទ្ធសាសនាយល់ដឹងពីពិធីកម្មអីទៅយល់អត់យល់ទេគ្រាន់តែតាមទំនៀមទម្លាប់ប្រពៃណីដូនតាមកទេតែខែភ្ជុំបិណ្ឌទៅវត្តថ្ងៃភ្ជុំបិណ្ឌទៅវត្តចូលឆ្នាំទៅវត្តឬធ្វើបុណ្យទានអតិទៀតដឹងតែអញ្ចឹងតែក្នុងអត្តន័យបុណ្យទាននោះមានលក្ខណៈយ៉ាងណាគឺអត់បានយល់ទេបាទខ្ញុំកណាចេះក្នុងធ្វើទេសនាចេះតែបញ្យល់ញោមញាតឲ្យយល់ក្នុងពិធីបុណ្យមួយហ្នឹងឲ្យបានយល់ច្បាស់នឹងបានជាពុទ្ធសាសនានឹងសូមអង្គសន្និបាតជ្រាបដោយធម្មកថានានាដែលទៅសម្ដែងធ្វើទេសនាគួរលើកយកអវាទរបស់ព្រះពុទ្ធនឹងទៅសម្ដែងប្រាប់បរិស័ទនោះឲ្យច្បាស់លាស់
កុំទៅសំដែងបញ្ចើចបញ្ជោទៅសើញោមញាពីនេះពីនោះទៅគឺតែអានោះលោកក៏ធ្វើទាំងអស់ទៅធ្វើឲ្យអ្នកស្ដាប់នោះវាមានសេចក្តីត្រេកអររីករាយនឹងហើយអត់បានបដិបត្តិធ្វើទេព្រោះនឹងខុសគោលហើយឧទាហរណ៍នៅក្នុងប្រកាសនីយបត្រចៅអធិការវត្តក្នុងនោះឃើញសរសេរដាក់ថាព្រះចៅអធិការវត្តដឹកនាំបរិស័ទគឺមានបត្រៃបិដកជាគោលយកបត្រៃបិដកទៅផ្សព្វផ្សាយដឹកនាំបរិស័ទព្រោះដល់តាមពេកទៅអត់ទៅយកទៅពិធីផ្សេងណាដែលអត់មានប្រយោជន៍នោះមកដឹកនាំដល់បរិស័ទនេះនិយាយពីពុទ្ធសាសនាខ្ញុំណាសូមបញ្ជាក់តែអំពីពាក្យថាវប្បធម៌ពុទ្ធសាសនាឲ្យបានយល់ទៅពុទ្ធឧស្សាហ៍ប្រុសអីថាវិធីសាស្ត្រប្រុសដាំដុះពុទ្ធឲ្យយើងធ្វើការអត់មានឲ្យធ្វើឲ្យខុសពីនឹងទេធ្វើការដោយកាយដោយវាចាដោយចិត្តមានតែប៉ុណ្្នឹងឯងតែធ្វើឲ្យខុសពីនឹងមិនពុទ្ធសាសនានឹងសូមឲ្យជ្រាបចឹងដោយព្រះសម្មាសម្ពុទ្ធព្រះអរហន្តទាំងឡាយឃើញទេមានគាថាបាលីថាសីលេនវិតកមន្តាំងបរិយុទ្ធังសមាធិនាបញ្ញាយៈអនុសយ៉ាងឈិនទាំងបតនិព្វានមុតតមੰថាអ្នកប្រាជ្ញទាំងឡាយលូតលាស់បងកិលេសក្រោធក្រៀតនឹងដោយសិលและបដិបត្តិក្នុងសិលកិលេសជាកណ្ដាលនឹងត្រូវលះបង់ដោយសមាធិកិលេសជាល្អិតនោះត្រូវកំចាត់ដោយបញ្ញាទាំង3នេះព្រោះដើម្បីរួចចាកទុកទៅកាន់ព្រះនិព្វានបានហ្នឹងជាអថង្គិកមៈជាអរិយមគ្គដែលព្រះអង្គទ្រង់សម្ដែងឧទាហរណ៍យើងព្រះសង្ឃយើងសពថ្ងៃអត់បានយកគោលធ្វើទៅសម្ដែងទូលមានពីបដៅបរិស័ទចាសម្ដែងពីណាពីណីទៅពេញទឹកពេញដីយូរទៅសើតែបសក់បញ្ចើចបញ្ជោវាខុសវាប្រះចាកមេគារបស់ព្រះពុទ្ធហ្នឹងនេះខ្ញុំណាសំទូលអញ្ចឹងនេះជាវប្បធម៌របស់ព្រះពុទ្ធសាសនាវិញដូចខ្ញុំកណាអាត្មាភាពនេះតែតែប្រកាសប្រាប់ព្រះសង្ឃទូទៅថាខ្ញុំកណានេះមកពីស្រុកក្រៅលំនៅជនបទទេមិននិរាជធានីទេប្រកាសថាអញ្ចឹងដើម្បីឲ្យព្រះអង្គស្គាល់វិញអ្នកជនបទនេះចេះអីដឹងអីបណ្ណានិយាយក៏គេអត់ស្ដាប់គេអត់ស្ដាប់គេវាយប្រហារបៀតបៀនតេះដៀលមកគ្រប់តែខ្ញុំកណានិយាយនឹងឯងមកពីថាខ្ញុំណាអ្នកស្រែអត់មានតម្លៃអីទេដូចជាខ្ញុំកណានិយាយថាអំពីការចម្រើនព្រះបរិត្តក្នុងរាជពិធីយើងចម្រើនអត់ត្រូវទេចម្រើនខុសមានគេវាយប្រហារខ្ញុំណាថាខ្ញុំណាយកទំនៀមទម្លាប់សៀមយកមកសាប្រោះនៅក្នុងព្រះរាជវាំងខ្មែរគេវាយប្រហារចឹងខ្ញុំណាមានសំអាងគ្រប់គ្រាន់ដែលសម្ដែងនេះនៅក្នុងកម្ពុជាសូរិយាលេខ52ឆ្នាំ1998នេះមាននិយាយអំពីការចម្រើនព្រះបរិត្តថ្វាយព្រះពរឲ្យព្រះមហាក្សត្រមាននៅនោះខ្ញុំណាបង្ហាញនៅគេបញ្ជាទៀតព្រោះនេះមាននៅក្នុងមហាធម្មសាស្ត្រដែលមហាបាសិកាសុអ៊ីមបានបោះពុំផ្សាយនោះក៏មានរាជពិធីនៅហ្នឹង
បានមានលោកអាចារ្យសេងខៀងហ្នឹងសេងខៀងហ្នឹងមានប្រកាសអណាស្គាល់អាចារ្យសេងខៀងតាមខ្ញុំណាស់ដឹងថាដូចជាមន្ត្រីក្នុងក្រសួងការងារផងហើយគេធ្វើអាចារ្យក្នុងបរមរាជវាំងវ័យប្រហាខ្ញុំណាអូមើលងាយវិខ្ញុំកណានេះមនុស្សចាស់អាយុជាង80ទៅហើយឆ្លងកាត់5សង្គមហើយរាជានិយមសាធារណរដ្ឋកម្ពុជាប្រជាធិបតេយ្យរដ្ឋកម្ពុជាឆ្វែលដល់មករាជានិយមពេញបានតែមនុស្សចាស់នេះមិនមែនចាស់កំរិលចាស់កំរក់ទេមិនចាស់ក្នុងទីមស្រាទេមិនចាស់ក្នុងល្បែងការ៉ាអូខេទេចាស់នេះសំវិជ្ជា5ចាស់ចាស់នេះគឺចាស់ប្រធាចាបើពោលខ្លីដូចជាមនុស្សបាតសង្គមហើយពួកខ្ញុំកណាបួសតាំងពីឆ្នាំ1962មកសកលសម្ដេចអគ្គសង្ឃរាជសម្ដេចអគ្គសង្ឃរាជទីវងលោកបួសមុនហើយសម្ដេចសំបរិយាន្តោសម្ដេចព្រះអភិសិរីព្រះសង្ឃរាជខាងគណៈធម្មយុត្តិសំទោសលោកចាស់ព្រោះសម្ដេចអភិសិរីនេះនៅពីក្មេងរៀនជាមួយគ្នាសាលាបឋមសិក្សាវត្តបនជួបខ្ញុំណាលោកនិយាយថាលោកប្អូនខ្ញុំណា2ឆ្នាំខៀងសេកនេះគេថាខ្ញុំណាថាលោកសូត្រធ្វើខំមានចង់សម្ដៅទៅលើសម្ដេចអភិសិរីនិងសម្ដេចមហាសង្ឃរាជទេវវង្សខ្ញុំណាតែអត់បានថាទេថាទៅលោកได้សូត្រខុសបើខ្ញុំណាសំណំប្រវត្តិសម្ដេចអភិសិរីមហាសង្ឃរាជខាងធម្មយុត្តិនេះលោកប្អូនខ្ញុំណា2ឆ្នាំខ្ញុំណានិយាយលេងនោះថាមកចុះសម្ដេចត្រូវហៅណាលោកបងសម័យដែលលោកត្រង់ភ្នំនៅលោកបួសឆ្នាំណាអត់បានសួរទេលោកបួសនៅវត្តបច្ឆាបាត់ដំបងណាពេលសម្ដេចអគ្គសង្ឃរាជទេវវង្សលោកបួសឆ្នាំ50ផ្លាយហើយមុនខ្ញុំណាឧបជាជាមួយគ្នាក្នុងពេលនោះសម្ដេចព្រះមហាសង្ឃរាជទាំងពីររូបនេះជាភិក្ខុសាមញ្ញសុទ្ធសាធអត់មានអាណាស្គាល់ទេលោកអត់បានចូលមកវាំងមកអីទេអានេះនិយាយពីប្រវត្តិមិនប្រមាថមាក់ងាយទេបើរាប់ពីសម័យហ្នឹងលោកនៅជាភិក្ខុសាមញ្ញធម្មតាដែលមានអាណាស្គាល់អត់បាននិមន្តចូលវាំងយកអីទេទើបដល់មកសម័យនេះទៅលោកបានទទួលឋានៈរក្សាជាអគ្គមហាសង្ឃរាជទាំងពីររូបទៅវិញបានគេថាខ្ញុំណានេះតើខ្ញុំណានេះធ្លាប់បានចូលវាំងដែរនេះអីនេះសេងខៀងហើយសេងខៀងខ្ញុំណាពិតមែនមិនបានចូលវាំងតែខ្ញុំកណាសិក្សារៀនសូត្រដឹងច្បាស់ព្រោះខ្ញុំណាស្រឡាញ់ពុទ្ធសាសនារៀនពុទ្ធសាសនាតាំងពីមុនបួសរៀនពុទ្ធសាសនាខ្ញុំណាបានចេះបានដឹងវិធីចូលវាំងនេះខ្ញុំណារៀនពីគ្រូធម្មានុវត្តបុត្រងុយលោកគ្រូសូត្រស្ដាំវត្តពិភិធារាមលោកនិមន្តចូលវាំងដើមបានលោកសូត្របល័យថ្វាយព្រះពោប្រការណានឹងឲ្យស្ដាប់ខ្ញុំណាក៏ចង់ចាំទៅរៀនបានហើយម្យ៉ាងទៀតធ្លាប់បានស្ដាប់សម្ដេចមហាសង្ឃរាជជួនណាតលោកចម្រើនព្រះបរិញ្ញនៅក្នុងព្រះបរមរាជវាំងយ៉ាងម៉េចខ្ញុំណាចាំបានចម្រើនព្រះបរិញ្ញនៅក្នុងព្រះបរមរាជវាំងមុនដំបូងព្រះថេរៈលោកប្រទានសិល
ចំពោះប្រការណាជាអម្ចាស់ជីវិតប្រទានសិលបាំងផ្លែតបងដល់សូត្របរិទ្ធអត់មានបាំងផ្លែតទេដល់រួចហើយព្រះមហាថេរមានសម្ដេចព្រះអមាអសង្ឃរាជជួនណាតលោកសូត្របល័យខាងដើមសូត្រសរជាងសូត្រតែមួយអង្គឯងទេសូត្រសរជាងសៈសេនាងសពន្ធងនរិន្ទបរិតានុភាវោសតិរខតោតិបរិតវានមេតាំងសមេតាភតន្តាវិខតចិត្តតាបរិតាំងភេណន្តោប្រែសេចក្តីធនិកដោយចម្រើនទាំងឡាយជាអ្នកប្រកបដោយមេត្តាចូលផ្សាយនៅមេត្តាចិត្តដោយគិតដូច្នេះថាសូមអនុភាពនៃព្រះបរិត្តរក្សានៅព្រះមហាក្សត្រជាធំជាងនរជនព្រមទាំងរាជសម្បត្តិព្រមទាំងសេនាមាត្យព្រមទាំងព្រះរាជវង្សានុវង្សសពកាលតរៀងទៅហើយកុំមានចិត្តរាយមាយចូលសូត្រនៅព្រះបរិត្តនេះដាស់តឿនព្រះសង្ឃដែលទៅសូត្របរិត្តឲ្យតាំងចិត្តមេត្តាបានសូត្រមកសមន្តាចក្រវាលេសូតមកទៀតលោកសូត្រភ្ជាប់ទាំងអស់បើសូត្រពិធីប្រជាបរតគឺសូត្រតែសមន្តាចក្រវាលេសូត្រទេហើយព្រះសង្ឃតែលោកសូត្រនឹងថ្ងៃអាចារ្យដណ្ដើមយកធ្វើលោកទៅសូត្រមានអាចារ្យខ្លះគេសូត្រសមន្តាដែរបើសកេកាមេនេះព្រះសង្ឃតែលោកត្រូវសូត្រប៉ុន្តែអាចារ្យដណ្ដើមយកទៅសូត្រអាចារ្យបើយកទៅសូត្រក៏សូត្រចុះបើសូត្រក្នុងពិធីខ្លួនបួងសួងឲ្យទៅយកសូត្រដល់មកសូត្រប្រកាសឲ្យប្រសង់សូត្របរិត្តខ្លួនជាសូត្រសកេអញ្ជើញទេវតាបើយកខោថាពាក្យឯណាដែលជាពាក្យព្រះសក្យមនីដល់ប្រសាទឲ្យយើងនឹងសូត្រឥឡូវនេះគឺប្រសង់ហ្នឹងឯងលោកអ្នកទាំងឡាយដល់ចម្រើនចូលស្ដាប់នៅប្រធឿនដោយសេចក្តីគោរពប្រែតចា៎បានធ្វើសកេត្រូវប្រសង់ដល់លោកសូត្របើវាជាប្រពៃណីទៅចេះតែធ្វើតតាមគ្នាទៅអត់បានគិតគូរអីទេដល់យើងចាប់ផ្ដើមនិយាយគឺថាយើងលុបបំបត្តិប្រពៃណីពីបុរាណប្រពៃណីបុរាណមិនចេះតែត្រូវណាកន្លែងខ្លះខុសយើងមិនគួរកាន់យកបានគេថាបុរាណมันមានបុរាណអាចារ្យនិងបុរាណកតេបុរាណអាចារ្យបុរាណគម្ពីរដីកាបត្រៃបិដកបុរាណកតេគឺគំនិតរបស់មនុស្សទេយល់ឃើញតែចេះសំចេះតែធ្វើទៅអានឹងមានត្រូវខ្លះខុសខ្លះមិនគួរកាន់យកទេនេះខ្ញុំកណាទូលចឹងនេះបានថាព្រះបរិត្តនៅក្នុងវាំងគឺបាត់បង់ហើយគេថាខ្ញុំកណានេះយកមកគេថាមន្ត្រីសង្ឃពេញមួយប្រទេសកំពុងតែដកកចំហប្រឹងមើលស្ដាប់នៅម៉ោងចិត្តឆាន់ហើយនិយាយអំពីអាចថ្ងៃនោះក៏ណានិយាយពីអាចារ្យនឹងតែឆ្កែនឹងអាចយកនឹងសាច់លោកសង្ឃនឹងសូមហ្នឹងគេថាខ្ញុំណាយកពីអាចមកនិយាយប្រសង់លោកចិត្តឆាន់ហើយខ្ពើមឆ្អើមឆាន់បាននេះស្ដីសៀងខេកសៀងខេកណាសេងខេសេងខៀងណាវាគួរតែសេងខៀងនឹងគួរតែគិតពិចារណាខ្លួនអាយុប្រមាណហើយពូបានប្រមាណឆ្នាំរៀនបានប្រមាណវ័យប្រហាខ្ញុំកណាដែលជាមនុស្សចាស់បងគិតមើលនិយាយថាមហាថេរដែលសម្ដេចទៅនឹងឡើងសម្ដៅទៅលើអង្គណាបច្ចុប្បន្នអ្នកតាំងធ្វើបរិត្តនៅក្នុងវាំងគឺសម្ដេចព្រះអភិសិរិយគុណសុគុណធាធិបតីគណៈធម្មយុត្តឬលោកចង់ថាពីមុនបើពីមុនគឺសម្ដេចអគ្គមហាសង្ឃរាជាធិបតីគណៈមហានិកាយជាឪពុកមេគេបញ្ជាក់ថាជាមេចង់ថាឲ្យអង្គណាក៏គាត់គេសួរថាចឹងព្រោះសម្រាប់សម្ដេចទាំងពីរអង្គខ្ញុំណាននាំអតីតនីតិឲ្យសម័យនោះលោកជាភិក្ខុសាមញ្ញធម្មតាទេ
ដែលមានអាណាស្គាល់បងទើបដល់មកសម័យទេដែលលោកបានទទួលឋានន្តរស័ក្តិជាធំចំណែកនិយាយនេះមិនមែនប្រមាថមាក់ងាយលោកតែបើលើករឿងនេះទៀតឲ្យដល់ឲ្យយល់ការចម្រើនព្រះបរិត្តនៅក្នុងរាជដំណាក់ខ្មែរនិងរាជសំណាក់សៀមគឺមិនអាចដូចគ្នាទេរឿងអីបានជាចង់ឲ្យរាជសំណាក់ខ្មែរធ្វើតាមរាជសំណាក់សៀមលំអាននិយាយថ្លាថ្លែងមកទាំងនេះក្នុងចំណោមបណ្ដានៃសង្ឃគ្រប់និគមគឺជាវិធីសៀមធ្វើបច្ចុប្បន្នមិនមែនប្រកាសថាជាទំនៀមខ្មែរពីមុនសង្គ្រាមទេមុនសង្គ្រាមតើសម័យខ្លួនបានចូលវាំងទេនិយាយអំណាចថាពីមុនសម័យខ្លួនបានចូលវាំងទេសម្ដេចសៀងខេងនិយាយសិតតែខ្លួនអត់មានគោរពអីទេនេះគិតមើលរហូតដល់មកនាំយកបរិត្តនៅក្នុងវាំងឬបានដឹងថាវាំងសូត្រកខកខងមកពីសៀមហើយសូមកុំឲ្យយកទំនៀមសៀមមកឲ្យវិលវល់នៅក្នុងព្រះបរមរាជវាំងគិតមើលបាទគួរតែសិក្សារៀនសូត្រពីមនុស្សចាស់ដល់ញ៉ាំណាតាខ្ញុំណានេះស្រែទេតែនិយាយអីក៏គេមើលងាយដែរដាក់ខ្លួនចេះដោយស្អីសៀងខៀងនេះមើលងាយពេញក្បាលខ្ញុំកណាបានណែនាំប្រសង់វត្តអទ្វីខេត្តសៀមរាបណាព្រោះបដិបទាការដែលបដិបត្តិបូកវាប្រះចាកពីពុទ្ធសាសនានឹងឆ្ងាយណាដូចបួសសាមណេរអត់មានជាពោទេមានតែសម្ពុតមូលណាពួយការលោកសូត្រធ្វើសំនៀងសៀមទាំងអស់ណាំសប្តាហ៍ថ្ងៃដែរខេត្តសៀមរាបមិនមែនតែវត្តអទ្វីទេមានវត្តក្នុងស្រុកពូ7 8វត្តទៀតនៅតែសូត្រតាមសៀមយ៉ាងហ្នឹងវិញមិនអ្នកឯណាអនុគន្ធស្រុកនឹងឯងនាំគេសូត្រអនុគន្ធស្រុកពូថាលោកសូត្រតាមបុរាណគ្រូរបស់លោកកំបិតមុខពីរមកចូលយើងលោកសូត្រតាមយើងវត្តលោកសូត្រតាមសៀមទាំងអស់ថាបុតអញ្ញេចំណាមិនបាច់ចាំបញ្ឆិតបញ្ឈៀងអីទេបើនៅមិនទាន់បានណែនាំទេបើប្រសង់វត្តអទ្វានាំលោកមកណែនាំទៅពីការក្រងចៃវរអីឲ្យត្រឹមត្រូវថាក្រែមត្រូវនេះកែងដៃឆ្វេងក៏ឲ្យជាជីវរបិទបាំងដៃឆ្វេងមិនឲ្យនៅស្មាកណ្ដាលវាទេត្រូវអាបត្តិទៅគាត់និយាយពីវិន័យប្រាប់លោកវិញនិយាយពីអានធ្វើសូត្រធ្វើកាលណាវាខអក្ខរាវិរុទ្ធសទ្ធិលជាតិនិករុលហុទីខរសាអីវាត្រូវអាបត្តិទុកគាត់រាល់តែខុសហ្នឹងឯងពុទ្ធលោកគៀបសង្កត់អញ្ចឹងដើម្បីកុំឲ្យពូពីខូននោះប្រហែលធ្វើសូត្រធ្វើវខអក្ខរាវិរុទ្ធអត់ដូចសងាយយើងមើលសំបីតសូននមោទសាស្ដាប់មកមែនតែណាសូត្រត្រូវប្រមាណតែលោកសង្ឃក៏សូត្រខុសដែរនមោតាសភគវៈតោអរហតោសម្មាសម្ពុទ្ធយមសម្មាសម្ពុទ្ធផ្សេងជាអ្នកតម្រួតថាសម្មាសម្ពុទ្ធត្រូវអាបត្តិនឹងប្រមាណទៅក៏ខុសហើយយើងកែតម្រង់លោកចឹងពេលលោកទទួលយកបានទៅវិញលោកកែប្រែយ៉ាងទៅធ្វើតាមយើងណែនាំលោកទទួលយកបានសាមណេរលោកឲ្យមានជាពោឲ្យប្រើជាពោបានទៅលោកទទួលយកបាន
ប៉ុន្តែមានអបសក់មួយនឹងខាងបុរាណវិទ្យាហ្នឹងក្មេងធ្វើការនៅអាជ្ញាធរអប្សរាឈ្មោះអីចាឈ្មោះអ៊ឿនសអីយ៉ាងភ្លេចឈ្មោះអឿនវិបុលសុខុមបុរាណវិទ្យាគឺថាកណាគេថាខ្ញុំណានេះគៀបសង្កត់បំបត្តិវប្បធម៌បុរាណអីបានតាំងចេះតែចពេកវាយប្រហារឯងបង្ហោះ Facebook ពេញណាពេញណីវាមិនដឹងថាវប្បធម៌ពុទ្ធសាសនាផ្សេងវប្បធម៌របស់ខ្មែរផ្សេងវាអត់យល់ទេបាទខ្ញុំណាហៅទៅក៏ទូលមានបញ្យល់ប្រាប់ហ្នឹងថាអាយុរបស់អញនេះច្រើនជាងប្រហែលសកលតាអញបងឪឲ្យទៅទៀតនឹងអីអាខ្លួនឯងចេះបន្តិចកំពេចឡើងតម្កើងខ្លួនស្ទើចិនស្ទើយួនស្ទើពាក់ដួនស្ទើពាក់ដួនស្ទើបាំងឆាត់ណាសិក្សារៀនសតទៀតមិនទាន់ចេះគ្រប់គ្រាន់ទេវាអាមនុស្សអញ្ចឹងទៅនៅក្នុងពួកក្រុមណាយូរទៅមើលងាយគេទាំងអស់វាថាវាចេះណាស់ដឹងណាស់តែណាហៅទទួលមាននៅក្រុមអាជ្ញាធរអប្សរាព្រះអានឹងធ្វើការក្នុងវត្តបូរនឹងឯងអាទៅសម្អាតរូបគំនូនៅក្នុងវត្តបូរសម្អាតជាងនឹងបងគិតមើលបាទរហអានឹងចំបានអត់បានហៅវាមកទូលមានប្រើសម្ដីខ្លាំងដែរប្រើសម្ដីរាជវិទ្យាទៅលើវានិយាយឯងអញអីបាននិយាយសម្ដីអបណ្ឌិតទេនេះពីរឿងដែលគេមើលងាយហ្នឹងបានអាស្រ័យហេតុនេះខ្ញុំកណាសូមថ្វាយបង្គំសម្ដេចព្រះសង្ឃគណៈយុជាបិតាសង្ឃគួរអាស្រ័យតេតងយ៉ាងណានឹងព្រះបរមរាជវាំងដើម្បីរៀបចំសូត្របរិត្តឲ្យបានត្រឹមត្រូវតាមប្រវេណីរបស់យើងវិញព្រះមហាក្សត្រដែលលោកក្រុងរាជក្រោយក៏លោកនៅក្មេងណាលោកអត់ដឹងទេហើយតាមតាអាចារ្យដឹកនាំទៅបើសិនយើងទូលលោកអីទៅលោកអាចយល់ព្រមលោកមិនទៅតឹងតែងទេនេះព្រះអង្គឯកសារនៅក្នុងកម្ពុជាសូរិយាណានេះបល័យថ្វាយពពករាចាប់ហើយព្រះមហាថេរលោកចាប់ផតានមោទនីហើយផតានមោទនីក្នុងរាជពិធីមិនដូចយើងហ្នឹងទេអិជាតាំងបតិតាំងតមានោះពីរដងកប្បាចន្ទោបណរសោព្រះអង្គម្ដងមកចាប់ពីដើមទៅទៀតដល់ពីដើមកប្បាមនីយោតែរសោយថាពីរវាអត់រួមនេះទេបានអនុថែលោកទទួលសពិតយោទៅព្រះសង្ឃទាំងអស់ក៏សូត្រព្រមនេះទៅបែបបន់ចឹងដល់ចាប់ផតានមោទនីហើយប្រធេរៈលោកសូត្រថ្វាយពពកអតិរេកថាអតិរេកវសតាំងជីវតោអតិរេកវសតាំងជីវតោអតិរេកវសតាំងជីវតោទីខាយុកោហតោអរោគោហតោសុខតោហតោបរមិន្ទមហារាជណោសទ្ធិកិច្ចੰសទ្ធិកម្មੰសទ្ធិកម្មੰជាយ៉ាងនិជោសទ្ធិកម្មੰសទ្ធិកិច្ចੰសទ្ធិកម្មੰសទ្ធិលាភោជាយោនិចាំងបរមិន្ទមហារាជវិរសៈភវតុសពតិពេលលោកសូមថាសូមថ្វាយព្រះពរអនុថេចាប់ភវតុសពទៅដងទេលោកទៅមានបែបមានបន់នេះនៅក្នុងទេសនាវត្តមានឯកសារច្បាស់លាស់បានសុំឲ្យសៀងខេងហ្នឹងធ្វើការក្នុងក្រសួងផងគួរតែមេនោះប្រមានខៀងសេងហ្នឹងផង
ឯកឧត្តមដែលជាប្រធានថានៅក្នុងក្រសួងការងារសូមឲ្យទូលមានព្រានបដៅបើមិនមែនចេះតែឯងទេនេះសូមផ្ដាំទៅខៀងសេងនឹងបើបានស្ដាប់ហើយពិចារណាគិតមើលនៅក្នុងណាសូមឆ្លើយតបនឹងសៀងខេងប៉ុណ្ណាហើយខ្ញុំកណាជាមនុស្សដែលគេមើលងាយតែនិយាយរឿងអញគេមើលងាយដែរគ្រប់តែរឿងមកវិថាពីអ្នកស្រែបានខ្ញុំណាស់ជាប្រកាសប្រាប់ថាចំណាអ្នកស្រែទេវិញម្យ៉ាងទៀតសំទូលពីរឿងអាណានិគមរបស់សៀមនេះត្រួតត្រាគ្រប់គ្រងខេត្តសៀមរាបនិងខេត្តបាត់ដំបងច្រើនណាស់ណាអាណានិគមសៀមខេត្តសៀមរាបខេត្តបាត់ដំបងនេះមិនដែលទទួលយកច្បាប់ទន្លប់អីពីរាជការពីភ្នំពេញអត់មានទេគឺទទួលយកតែពីសៀមទាំងអស់ហើយនៅខាងបាត់ដំបងមានលោកធីសាកថាថនឈុំជាស្ដេចក្រាញ់នៅសៀមរាបមានលោកអង្គរយ៉ែមអង្គរមួងអង្គរអ៊ឹមអង្គរថាប់គេតែងតាំងពីបកកមកស្ដេចត្រាញ់ណែពួកនឹងមានអំណាចកាប់បានសម្លាប់បានអត់មានទៅណាទៀតទេនៅក្នុងនោះលោកថាថនដូចគ្នាសៀមរាបដូចតែគ្នាក៏រងងារការអីទៅទទួលពីបង្កកតែពីសៀមរាបទៅបង្កកតែ400គីឡូទេសម័យហ្នឹងទៅទទួលងារការអីជិះទៅតម្រៃបរទេសទៅទេដូចជាមន្ត្រីសង្ឃក្នុងខេត្តសៀមរាបគោរមលោកមាន2នៅអ៊ីវ៉ាន់អង្គរណោះវត្តអង្គរខាងត្បូងឈ្មោះព្រះសុមេង្គលវត្តអង្គរខាងជើងឈ្មោះព្រះសីលាចា2អង្គចាសម្ដេចដល់រើរុះមករៀបចំទីក្រុងថ្មីនៅសៀមរាបគេសរុបព្រះសុមង្គលសីលាចានឹងតែមួយរូបគេយកនាមទាំងពីរមកបូកគ្នាក៏រំងានឹងដូចជាវត្តខ្ញុំណានេះជាមេគន់បើទៅទទួលក៏រំងាជាសម្ដេចដែរទៅទទួលងារពីបង្កកមកងារជាសម្ដេចព្រះសុមង្គលសីលាចាធម្មធរិយមហាមង្គលវិមលសេដ្ឋាកម្ពុជាសាសនវង្សរាជាគណៈវត្តរាជបោស្រុកនគរសៀមរាបនេះរំងាគេតាំងមកសៀមបានសៀមរាបបាត់ដំបងនៅក្រៅអាណានិគមរបស់សៀមយូរតែតាំងពីថ្ងៃទី11ខែមីនាឆ្នាំ1941ភាគីបារាំងព្រមប្រគល់ទឹកដីខេត្តបាត់ដំបងទាំងមូលខេត្តសៀមរាបទាំងមូលមួយភាគធំលើកលែងតែស្រុកពូតំបន់អង្គរស្រុកសូត្រនិគមស្រុកជីក្រែងខេត្តកំពង់ធំភាគខាងជើងស្រុកជាំខ្សានស្រុកឆែបសប្តាហ៍ថ្ងៃស្ថិតនៅក្នុងខេត្តព្រះវិហារនិងទឹកដីខេត្តស្ទឹងត្រែងមើលជួរដល់ទីនោះបើនៅបានអន្តិចបើសៀមរាបបាត់ដំបងបានពេញទាំងអស់ប៉ែកខាងលិចទន្លេមេគង្គទាំងអស់ដែលសរុបទាំងអស់មានទំហំប្រមាណជា60000គីឡូម៉ែត្រការ៉េគឺស្មើនឹង1/3នៃផ្នែកប្រទេសសប្តាហ៍ថ្ងៃតាមការទៀមទារបស់ថៃទន្ទឹមគ្នានេះដែរប្រជារាស្ត្រខ្មែរប្រមាណកន្លះលានក៏ធ្លាក់ទៅនៅក្រោមការគ្រប់គ្រងត្រួតត្រារបស់រាជរដ្ឋាភិបាលសៀមដែរនៅឆ្នាំ1945ជប៉ុនចាញ់សង្គ្រាមត្រូវបារាំងគៀបសង្កត់ឲ្យប្រគល់ដើមដីមកវិញតែរហូតដល់
ខែវិច្ឆិកាឆ្នាំ1946ទើបសៀមព្រមប្រគល់ដីឲ្យទៅនោះមកវិញខ្ញុំណាកើត1942សៀមប្រគល់ឲ្យមក1946ណាវិញនៅក្រោមអាណានិគមសៀមទាំងអស់ត្រួតត្រាបានជាប្រសង់នៅបាត់ដំបងនិងសៀមរាបសូត្រធ្វើសៀមទាំងអស់សំបីតែឃ្លុំទេក៏ឃ្លុំសៀមដែរឃ្លុំរំដៃបានឃ្លុំដូចយើងសប្តាហ៍ទេយកឃ្លុំសៀមគៀបឃ្លៀកវត្តបោខ្ញុំណាហ្នឹងពីមុនមិនឃ្លុំគៀបឃ្លៀកដែរខ្ញុំណាពូ1962ឃ្លុំគៀបឃ្លៀកដែរសម័យហ្នឹងវត្តរាជបោនឹងហើយនៅក្រោមអាណានិគមសៀមដូចតែគ្នាយ៉ាងឯងសូត្រធើក៏សូត្រអច្ឆមេយាវន្តាក៏វន្តាអធិនាថានាវេសូត្រសៀមទាំងអស់តែលោកគ្រូប្រសពសមុគន្ធសមុអនុគន្ធហ៊ីងម៉ៅទេលោកកែប្រែពេលលោកកែប្រែលោកប្រាប់ញោមញាតិបរិស័ទដែរមុនថ្ងៃសែលលោកថានិយាយតាអើយអាត្មាឲ្យសែលជាភាសាខ្មែរហើយកែប្រែឈប់ឲ្យសៀមហើយលោកប្រកាសจะខ្លាចនិយាយតាប្រតិកម្មបើនិយាយតាពេលនោះឲ្យគោរពលោកគ្រូបាទទៅមិនអីទេដែលគុណម្ចាស់សពតិថាល្មិចត្រឹមត្រូវក៏និមន្តចុះខ្ញុំណាអត់ចិន្ទើទេបានលោកកែប្រែមកជាខ្មែរទាំងអស់លោកកែប្រែមកណារួចលោកគ្រូសមុគន្ធហ៊ីងម៉ៅឯលោកឲ្យរៀនធម្មៈមកគេលោកបង្កើតសាលាមួយរៀនធម្មៈនៅវត្តបូរនៅសាលាបរិយแล้วលោកទទួលយកចឹងដល់វត្តដទៃទៀតអត់ទេនៅតែរបឹងចឹងឯងដោយព្រះគ្រូសមុគន្ធសមុអនុគន្ធហ៊ីងម៉ៅនេះលោកជាឧបជាធ្វើឧបជាប្រមោះដល់ទៅវត្តបលាំងរាំងសីស្រុកពួតនោះវត្តនេះវត្តព្រះអង្គទ្រង់វត្តផលិតវត្តកម្មវត្តនាមរូបសត្វឧបជាហ៊ីងម៉ៅទៅប្រមោះទាំងអស់ចាប៉ុន្តែលោកកែប្រែទៅវត្តដទៃទៀតអត់មានកែប្រែនៅតែដែររហូតដល់មកបច្ចុប្បន្ននេះដល់ខ្ញុំណាដឹកនាំឲ្យត្រឹមត្រូវទៅគេថាខ្ញុំណាទៅគៀបសង្កត់លោកចុះព្រះសម្មាសម្ពុទ្ធលោកគៀបសង្កត់ដែរតាឃើញអីតែខ្ញុំណាលោកគៀបសង្កត់ដល់ពូភិក្ខុនៅដោយធ្វើដោយវិន័យហ្នឹងឯងខ្ញុំណាណែនាំលោកឲ្យត្រឹមត្រូវទៅតាមធ្វើវិន័យវប្បធម៌របស់ព្រះពុទ្ធសាសនាទេនេះខ្ញុំណាសំទូលអញ្ចឹងបើសម័យអង្គលោកទទួលយកបានហើយដោយវត្តអរញ្ញសាគរវត្តអយវាទៅលោកទទួលយកភ្លាមព្រោះដោយវត្តអរញ្ញសាគរលោកចេញក្រៅវត្តមិនដែលឃ្លុំទេក្រងដើរពេញស្រុកពេញភូមិដល់ហៅលោកមកណែនាំទៅនិយាយប្រាប់ពីវិន័យលោកទទួលយកបានទៅលោកឲ្យឃ្លុំទាំងអស់ទាំងសាមណេរទាំងភិក្ខុឃ្លុំទាំងអស់វិញនៅអភិធម្មខ្មោចអភិធម្មនៅផ្លូវហ្នឹងក៏ក្រងដែរខ្ញុំថាមិនត្រូវទេពីប្រធេរៈពីចាស់លោកពាក្យសង្កដីក្នុងវិញលោកក៏វត្តវត្តពន់ទ្រូងសង្កត់ទៅលោកឃ្លុំចៃវរសង្កត់ពីក្រៅនោះតែយកត្រៃ3ទៅណាអត់ដល់យើងមកធ្វើអញ្ចឹងវាសណ្ដែលខ្លួនកណ្ដាលវាអត់រួចពីអាបត្តិទេប្រាប់កិច្ចរបស់លោកសពគ្រប់លោកទទួលយកបានបើប្រញាប់អានេះបុរាណវិជារវៃឯខ្មាស់តែឌីជាស្អីទៀតបើរមិនអីទេបើសង់នៅក្នុងខេត្តសៀមរាបដែលសូត្រធ្វើសៀមឲ្យទាំងបានខ្ញុំណាសង្ឃឹមនៅខ្ញុំណានឹងបញ្យល់ណែនាំលោកបើឲ្យប្រព្រឹត្តទៅបានហើយនឹងនិមន្តលោកឲ្យមករៀនសូត្រធ្វើទេឲ្យអនុពន្ធក្រុងសៀមរាបនោះឲ្យលោកមករៀនសូត្រធ្វើឲ្យត្រូវតាមអក្ខរាវិរុទ្ធជាជានេះពីសង្គមចាស់ណាប្រកាសណាគ្រប់អង្គសម្ដេចសង្ឃនេះហៅឲ្យមករៀនធ្វើសូត្រសង្យោគតាមអក្ខរាវិរុទ្ធទីខៈរស័ព្ទជាជានេះតម្រួតថាតែត្រូវប្រសង់មកស្រុកខ្មែរសូត្រត្រូវគ្នាទាំងអស់
មកស្រុកខ្មែរមកសូត្រព្រឹកគេសូត្រមានច្បាប់មានទម្លាប់គេដល់ឡូវអត់ទៅសូត្រត្រូវទេអត់ទៅមានសូត្រត្រូវទេអុយពួកបុរាណនៅសៀមរាបនោះនឹងមិនដែរអេវមេសូតាំងសូត្រអែវ៉ាម៉ែសូតាំងខ្ញុំថាបល័យមានស្រែពេលអារមណបច្ចយោដល់លោកសូត្រអារមលបច្ចយោឬអារមលបច្ចបើអញ្ចឹងថាលោករៀនតាមលោកគ្រូលោកមកឃើញលោកនិយាយយ៉ាងយើងក៏មិនដឹងនិយាយថាម៉េចលោកបើជាខំទូលមានអប់រំលោកទៅដើម្បីឲ្យលោកយល់ទៅលោកយល់បានលោកកាន់យកបាននឹងបានជាក្នុងអថង្គិកមៈត្រូវឲ្យចម្រើនបញ្ញាមុនបានទទួលយកដល់ទីទៀតបាននឹងចំណោះសំទូលចឹងពេលម្យ៉ាងទៀតនិយាយពីប្រសង់ខ្មែរទៅប្រទេសភូមានៅព្រះឃើញព្រះណាតែនៅព្រះអង្គហិមន្ទឿនណាលោកទៅសិក្សាបដិបត្តិធម៌នៅភូមាលោកទៅលោកបដិបត្តិតាមភូមាដល់លោកត្រឡប់មកស្រុកវិញលោកបដិបត្តិតាមខ្មែរគេថាអត់មានទុករោមចៅលោកកោអីអស់តាមប្រពៃណីរបស់ខ្មែរយើងបើមានមកក្រុមទៀតទៅនាំយកវប្បធម៌ហ្នឹងឯងមកខ្ញុំណាមានលោកវត្តបោមួយអង្គទៅភូមាដែរបើមិនមែនលោកនៅវត្តបោទេស្រុកលោកនៅឯកំពង់ចាមលោកអីនោះសឹងត្រែងមកវិញអត់ករុំចាមទេមកថ្វាយគុំញ៉ាំណាវាជាពោអីគេប្រាប់បែបនេះមកថ្វាយគុំញ៉ាំណាថាចុះលោកឯងគេលោកសង្ឃខ្មែរមិនបានជាលោកឯងនាំបព្វធម៌ភូមិមកគេថាប្រុសភូមិគេបាននិយាយតែលោកសង្ឃខ្មែរនោះចេះជាងប្រពុតក្នុងវិន័យមានឲ្យកោរុំចើមានណាពេលលោកសង្ឃខ្មែរនោះចេះជាងប្រពុតលោកនិយាយថាចឹងបានកណាបញ្យល់ទាំងខ្មែរអត់មានអ្នកប្រាជ្ញទេលោកឯងខ្មែរមានអ្នកប្រាជ្ញលោកប្រាជ្ញកំពីបត្រៃគេដកគ្រប់ទាំងព្រះវិន័យបសរទាំងអស់ចោលលោកប្រែក្នុងព្រះវិន័យមិនឃើញទេឲ្យពួកអ្នកដែលបព្វជិបេក្ខៈដែលត្រូវពួរត្រូវធ្វើអីខ្លះថាមានកោសក់កោពុកមិនពុកចង្កាចិញ្ចាមអត់មានឲ្យកោទេណាសម្ដេចសង្ឃរាជជួនណាក៏លោកមានព្រះបន្ទូលរឿងនឹងដែរតែថាក្នុងវិន័យគ្មានឲ្យកោទេរំចាំប៉ុន្តែយើងគិតថានៅតែនឹងទុកធ្វើអីវាជាចន្លោះពុទ្ធបញ្ញត្តិពុទ្ធអនុញ្ញាតផងយើងអាចធ្វើបានដើម្បីឲ្យស្អាតល្អអង្គខ្លះដែលរំចាំដល់ខ្មៅក្រាស់ខ្មៅមើលទៅដូចឆ្កែភ្នែក4បងមើលមែនទេមើលដូចឆ្កែភ្នែក4បានសម្ដេចសង្ឃរាជជួនណាលោកថាអត់មានឲ្យកោទេរំចាំនឹងក៏បើយើងគេហៅសង្ឃបញ្ញាណគឺទុកដូចជាមានសុពលភាពដូចពុទ្ធបញ្ញាណដែរយើងកោទៅស្អាតលោកបានប្រាប់ចឹងដែរអត់មានទេក្នុងវិន័យប្រាប់ឲ្យតកោពុកមាត់ពុកចង្ការកោសក់កាត់កញ្ចក់ទេពេលលោកសង្ឃថ្ងៃខ្លះអត់កាត់កញ្ចក់ទុកកញ្ចក់វាយដូចមនុស្សស្រីឯងណាដល់គេដើរប្រទេសមកវាលោកអត់ចេះវិន័យណាបើចេះវិន័យតកោសក់ត្រូវកោពុកមាត់ពុកចង្ការកាត់កញ្ចក់វាប្រមគ្នានឹងឯងអានេះជាវិន័យកិច្ចរបស់អ្នកដែលបួសត្រូវអនុវត្តគេត្រូវធ្វើចឹងបានបួសបានតែត្រូវបដិបត្តិមុនគេណាបើឡើយវាចេះតែទៅបានចំណាថាអានឹងវប្បធម៌របស់ភូមិយកឲ្យទៅនាំចូលស្រុកខ្មែរឥឡូវមិនឥឡូវស្រុកខ្មែរមានច្រើនណាស់លោកដែលនាំវប្បធម៌ភូមិមកនៅឃើញអត់ករុំចាំកលិតកឡើតគិតថាជាខ្លួនអស្ចារ្យតណាទៅដែលខ្លួនថែរក្សាវប្បធម៌ប្រពៃណីរបស់ព្រះសង្ឃខ្មែរវាអត់មានបានខ្ញុំណាសួរលោកនោះធ្វើឲ្យដែរទៅស្រុកភូមិដែលឃើញលោកសង្ឃភូមិបណ្ដាមនុស្សស្រីដែរ
លោកថាឃើញដល់តែឃើញលោកសង្ឃភូមិបបួលនេះទៅផឹកស្រានៅកន្លែងគេលក់ស្រាដែរថាឃើញចាំមិនលោកឯងមិនថាអាក្រក់ផងបើលោកឯងទៅច្បុចយន្តតែថាល្អលោកសង្ឃខ្មែរអត់ទាន់មានទេអត់ទាន់មានលោកណាបណ្ដាស្រីទេឲ្យគេឃើញទេលោកសង្ឃភូមិបណ្ដាស្រីដាក់បងវិញនាំគ្នាទៅផឹកស្រានៅកន្លែងហាងគេលក់ស្រាទៀតមិនល្អទាំងអស់ទេណាកន្លែងដែលល្អកន្លែងដែលមិនល្អគឺអសូវអង្គឲ្យបន្ទើទៅលំមុនទៅសិក្សាវិបស្សនានៅភូមិណាកន្លែងដែលអាក្រក់ជាងយើងទៅទៀតសប្តាហ៍ថ្ងៃនេះពួកអ្នកដែលនាំវប្បធម៌ NDMO វប្បធម៌ភូមិមកស្រុកខ្មែរនេះកាន់តែច្រើនហើយធ្វើតគ្នារៀបអនុសង្ឃវជ្ជរៈដាក់ចោលមកទៅសុំឲ្យប្រសង់ខ្មែរនោះក៏រុំចិញ្ចើមកុំទោមនៅតែអត់ស្ដាប់វាមានខ្លះទៅនាំយកបែបបត់ធឿភូមិអនុមកសូលក្នុងចំណោមខ្មែរនេះទៅទៀតអានោះបញ្ហាអញ្ចឹងបាទនឹងទាំងអស់គ្នានឹងនៅខេត្តណាស្រុកណាគឺនៅលើព្រះមេគន្ធអនុគន្ធនៅឯងអប់រំលោកពេលព្រោះអនុសង្ឃវជ្ជរៈដាក់ចោលហើយនៅលើព្រះមេគន្ធអនុគន្ធនឹងឯងជាពិសេសគឺចៅអធិការវត្តនឹងឯងត្រូវណែនាំលោកនោះឲ្យប្រព្រឹត្តបដិបត្តិទៅតាមប្រពៃណីពុទ្ធសាសនានៅកម្ពុជាយើងហ្នឹងពីព្រោះព្រះចៅអធិការមេគន្ធអនុគន្ធទាំងអស់ជាសេនាធិការរបស់គណៈសង្ឃនាយកគណៈសង្ឃនាយកលោកមានបានទៅមើលណាលោកដឹងកិច្ចការអីតើពីចៅអធិការអនុគន្ធមេគន្ធអីរាយការណ៍មកលោកបានលោកទទួលយកដឹងពេលដល់សេនាធិការនៅស្ងៀមអត់ល្អលោកធ្វើម៉េចដឹងនេះនៅលើយើងអ្នកទទួលកំហុសព្រោះបច្ចុប្បន្ននឹងទៀតសម្ដេចព្រះសង្ឃនាយកលោកបង្កើនការសិក្សារៀនសូត្ររបស់ភិក្ខុសាមណេរនៅក្នុងពុទ្ធសាសនានេះព្រះអង្គយល់ថាការសិក្សានឹងជាឆ្អឹងទ្រូងរបស់ពុទ្ធសាសនាព្រះអង្គមានព្រះបន្ទូលទៅសុំឲ្យបន្ថយវត្តខ្លះដែលមានសំណង់ឲ្យមន្តើមហើយសុំឲ្យផ្អាកប៉ុណ្ណឹងសិនទៅសុំឲ្យគិតពីការសិក្សារៀនសូត្ររបស់ព្រះសង្ឃឲ្យចេះដឹងពីក្នុងវិន័យណាចៅអធិការវត្តឧបជាប្រធេរៈមន្ត្រីសង្ឃតាំងពីថ្នាក់ក្រោមរហូតដល់មកថ្នាក់កំពូលគេហៅសង្ឃបិតាមាននៅឪពុកទេសង្ឃបិតាត្រូវអប់រំឲ្យភិក្ខុសាមណេរនៅក្រមវត្តឲ្យសិក្សារៀនសូត្រឲ្យបានចំណេះចេះដឹងបើបណ្ដោយឲ្យពួកនេះល្ងងខ្លៅទោសអាបត្តិធ្លាក់មកលើអ្នកគ្រប់គ្រងទាំងអស់នេះពុទ្ធលោកបញ្ញាគៀបសង្កត់អ្នកគ្រប់គ្រងយ៉ាងទៀតណាក្នុងវិន័យហាមមិនឲ្យយកមនុស្សល្ងងមកធ្វើធំដាច់ខាតអត់បានបើយើងពីអតីតមក20-30ឆ្នាំមុនយើងមានឯណាទោះបីជាមិនចេះដឹងក៏ជាផ្សែផ្សំឲ្យធ្វើចៅអធិការវត្តអីទៅប៉ុន្តែបច្ចុប្បន្នសម័យមានព្រះសង្ឃបញ្ញវន្តសង្ឃច្រើនណាស់បើចាចាត់ជាគ្រូចៅអធិការជាស្អីសុំឲ្យមានកម្រិតវប្បធម៌គ្រប់គ្រាន់ទៅតាមបែបពុទ្ធសាសនាទើបបានពុទ្ធសាសនានឹងគុំថ្កើងរុងរឿងបានយកតែមនុស្សល្ងងទៅធ្វើដែរអត់ទៅរួចទេទៅមិនរួចទេនេះខ្ញុំណាសូមទូលគ្រប់ព្រះអង្គហើយបើយើងបណ្ដុះបណ្ដាលព្រះសង្ឃឲ្យចេះដឹងដូចជាជួយដល់ប្រទេសជាតិដែរគេថាធនធានមនុស្សធនធានព្រះសង្ឃបើនៅជាព្រះសង្ឃក៏លោកចេះធ្វើចេះវិន័យនាំបរិស័ទឲ្យបដិបត្តិល្អបើសឹកទៅជាកុហកក៏ទៅជាប្រជាពលរដ្ឋដែលមានសមត្ថភាពគ្រប់គ្រាន់កសាងជីវភាពក្រុមគ្រួសាររបស់ខ្លួនឲ្យគុំថ្កើងបានអានឹងវាមានហេតុសាងសាសនាដោយសាងជាតិដែរនេះខ្ញុំណាសូមទូលប៉ុណ្ណឹង
เราដូចជាប៉ុណ្ណឹងចឹងណាច្រើនជាងនឹងទីខ្លាចគេមើងងាយទៀតចេះតែរអៀខ្លួនយកខ្ញុំកណាសូមបញ្ចប់សេចក្តីអំពីវប្បធម៌របស់ពុទ្ធសាសនាថេរវាទយើងណាបញ្យល់ឲ្យក្នុងនឹងថាវប្បធម៌ពុទ្ធសាសនាថេរវាទនៅកម្ពុជានៅប្រែទាំងនោះឲ្យយល់ស្ដាប់ដល់គ្នាកុំឲ្យច្រឡំនឹងវប្បធម៌របស់ជាតិវប្បធម៌របស់ជាតិផ្សេងវប្បធម៌ពុទ្ធសាសនាផ្សេងហើយពុទ្ធសាសនាមិនជាសាសនាបន់ស្រន់ទេអ្វីទាំងអស់ដែលយើងមានកើតពីយើងធ្វើទាំងអស់ដែលប្រពន្ធលោកបញ្រៀនឲ្យយើងធ្វើការហើយពាក្យរបស់ប្រពន្ធមិនចេះសាបសូន្យទេតាំងនៅលើលោកជានិច្ចសច្ចង្វេអមតាវាចាពាក្យពេចន៍គឺពុទ្ធសាសនាពាក្យពេចន៍ប្រកបណាស់អត់ចេះសាបសូន្យទេសតញ្ចធម្មោនជារងឧបេទេធម៌របស់សពរោះគឺពុទ្ធសាសនាមិនចេះចាស់ក្រំគ្រាទេចេះតែមានជីវិតតាំងនៅលើលោកចេះតែថ្មីទាន់សម័យជានិច្ចនឹងរកដើមកំណើតនឹងទីបញ្ចប់អត់ឃើញទេអមើលធម៌ដែលប្រពន្ធលោកសំដែងមកបើមនុស្សនៅក្នុងពិភពលោកប្រព្រឹត្តទៅតាមតែនឹងទាំងអស់គឺត្រូវចម្រើនបញ្ញាស្វែងរកបញ្ញាគ្រប់ទាំងគ្នាព្រះអង្គមើលរដ្ឋាភិបាលគ្រប់ប្រទេសគេសាងសាលាឲ្យប្រជាពលរដ្ឋគេរៀនដើម្បីបំបត្តិសេចក្តីល្ងងឲ្យអស់ទៅពុទ្ធិការបស់ប្រពន្ធឲ្យមនុស្សសំបញ្ញាគឺវាត្រូវទាំងអស់ទាំងពិភពលោកវិញមនុស្សតែមានបញ្ញាឲ្យធ្វើជីវិតរបស់ខ្លួនឲ្យរស់នៅបានល្អប្រសើរសាងសង្គមប្រទេសជាតិក៏ដោយសារបញ្ញាហ្នឹងឯងនេះសូមអង្គអនុសង្វចរៈចាំមនុស្សតែអត់បញ្ញាហើយដូចសត្វដេរឆានព្រះអង្គទ្រង់សម្ដែងថាអ្នកដែលមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរតែប្រពន្ធលោកសម្ដែងវិញសេចក្តីពិតយើងមើលទៅឃើញចឹងអ្នកដែលគេមានបញ្ញាគេយកបញ្ញាទៅរកទ្រព្យរកសម្បត្តិបនស័កយកស័កឲ្យគេបានហើយតែអត់បញ្ញាហើយអត់ទៅរួចតែជីវិតរស់នៅដោយក្រលំបាកបំផុតមានរឿងអីកំបាំងព្រះអង្គមើលក្នុងរាជធានីភ្នំពេញយើងឃើញហើយនោះខ្លះផ្ទះវិមានគេស្កេមស្កាយវីឡាស្អីទៅល្អល្អិតមកពីអីមកពីគេមានបញ្ញាចុះអ្នកខ្លះនោះព្រះអង្គមើលដល់រឹសអិតចាយដល់អីក្នុងក្រុងភ្នំពេញហ្នឹងទៅយាមផ្ទះគេបើកទ្វាររបស់ផ្ទះមកពីស្អាតមកពីអត់បញ្ញាហ្នឹងមើលទៅឃើញយ៉ាងឯងបានអញ្ចឹងយើងមិនគួរបណ្ដែតបណ្ដោយឲ្យព្រះសង្ឃយើងល្ងងខ្លៅអត់បានសិក្សារៀនសូត្រអីទេណាអានេះជាទោសអ្នកដឹកនាំមានអាបត្តិទាំងអស់អ្នកគ្រប់គ្រងមានអាបត្តិទាំងអស់នេះពុទ្ធលោកគៀបសកលអ្នកគ្រប់គ្រងបើយើងមានដឹងឯណាអញ្ចឹងចំណាសំលើកយកពីនេះនោះមកទូលគ្រប់ព្រះអង្គក្នុងអនុសង្វចរៈនេះសូមឲ្យខិតខំវិញម្យ៉ាងទៀតពាក្យថាសាមគ្គីជាពាក្យនៅក្នុងពុទ្ធសាសនាប្រពៃណីរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គដែលត្រាស់ដឹងនៅលើលោកនេះកាលណាមានពួកភិក្ខុពីទិសទាំង4ចូលទៅថ្វាយបង្គំព្រះអង្គតែងតែសាកសួរចំពោះភិក្ខុនោះដោយសំណួរ4យ៉ាងជាប្រពៃណីរបស់ព្រះពុទ្ធគ្រប់ព្រះអង្គទី1លោកសួរថាអ្នកទាំងឡាយរើគ្នាល្មមអត់ត្រឹមបានទេអីទី2ថាអ្នកទាំងឡាយល្មមប្រព្រឹត្តទៅបានទេអីទី3សួរថាសាមគ្គីព្រមព្រៀងរបស់អ្នកទាំងឡាយកើតមានទេទី3
សួរតែកន្លែងនេះនៅមានអាហារបិណ្ឌបាតអីល្មមនឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានទេសំណួរ4យ៉ាងជាប្រពៃណីរបស់ពុទ្ធក្នុងនោះមានសាមគ្គីមួយលោកសួរគ្រប់តែភិក្ខុព្រះអង្គយល់ថាកាលណាមិនព្រមព្រៀងនេះហើយมันមានសេចក្តីចម្រើនទេនឹងអន្តរាយនឹងវិន័យនៅក្នុងពួកក្រុមនោះនេះធ្វើសាមគ្គីការរួបរวมគ្នាក្នុងពុទ្ធសាសនានេះជាទំហំធំធេងណាស់តែយើងអត់ដែលបានគិតដោយសម្រាប់យើងព្រះសង្ឃនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវតែព្រមព្រៀងរួបរวมសាមគ្គីគ្នាទាំងអស់បងមិនថាអង្គណាទេត្រូវតែព្រមព្រៀងរួបរวมគ្នាទាំងអស់គ្រប់ទាំងអស់ទើបយើងញ៉ាំងពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងឲ្យចម្រើនលូតលាស់ទៅបានហើយប្រពន្ធលោកសំដែងថាពួកបព្វជិតនិងក្រហមទាំងពីរនេះมันអាចបែកបាក់គ្នាបានត្រូវតែអាស្រ័យគ្នាទៅវិញទៅមកជានិច្ចព្រោះពួកភិក្ខុបានទទួលចៃវរបិណ្ឌបាតសេនាសនៈភេសជ្ជៈដែលជាគ្រឿងកម្ចាត់បងនៅសេចក្តីវិន័យអំពីពួកក្រហមលោកប្រាប់ថាចឹងបើយើងអ្នកបួសនេះកាលណាអត់បច្ច័យ4នេះអត់នៅបានព្រោះនិកាយថេរវាទអត់មានរលបអីបានទេគឺអាស្រ័យជីវិតដោយសារញោមញាតគឺជ្រះថ្លាចិញ្ចឹមព្រោះយើងជាប្រសង្ឃត្រូវផ្ដល់ធម៌របស់ព្រះពុទ្ធនឹងសិលសមាធិបញ្ញាទៅឲ្យក្រហមតាមពិតទៅក្រហមមានទានសិលភាវនាដែលត្រូវផ្សព្វផ្សាយធ្វើទៅឲ្យបរិស័ទឲ្យគេយកទៅបដិបត្តិគោរពទៅបរិស័ទនឹងបដិបត្តិបានសម្រេចនៅក្នុងសុគតិនៅក្នុងឋានសួគ៌បានព្រោះព្រះសង្ឃជាសាវកនេះទាំងពីរព្រះអង្គទ្រង់សម្ដែងឲ្យថាពុទ្ធសាសនានេះនៅលើបរិស័ទទាំង4ចម្ពោះគឺភិក្ខុភិក្ខុនីឧបាសកបាសិកាឥឡូវភិក្ខុនីអស់ហើយនៅតែអ្នក3ភិក្ខុហើយគិតសាមណេរផងក៏ជំនួសភិក្ខុនីហើយបាសកបាសិកាព្រមព្រៀងគ្នាបានញ៉ាំងព្រះសទ្ធម្មនឹងឲ្យប្រព្រឹត្តទៅបានតែបែកបាក់គ្នាអន្តរាយទាំងអស់បើអញ្ចឹងព្រះសង្ឃយើងត្រូវថែរក្សាដោយញោមញាតបរិស័ទដែលគេចិញ្ចឹមយើងផ្ដល់ធ្វើបដិបត្តិឲ្យទៅដើម្បីយកទៅបដិបត្តិមានទានមានសិលជាដើមណាយកទៅបដិបត្តិគឺតែផ្ដល់គ្នាទៅវិញទៅមក